ប្អូនអ្នកដាំទុរេនទាំងអស់គ្នាតើអ្នកដឹងទេថាទិន្នផលទុរេននៅរដូវក្រោយមិនបានចាប់ផ្ដើមនៅពេលចេញផ្កានោះទេប៉ុន្តែចាប់ផ្ដើមតាំងពីការផលិតត្រួយនិងស្លឹកលើកទី1បន្ទាប់ពីប្រមូលផលរួចបើត្រួយលើកទី1រឹងមាំស្លឹកមានគុណភាពល្អនោះដើមនឹងមានកម្លាំងគ្រប់គ្រាន់សម្រាប់ការចេញផ្កានិងផ្ដល់ទិន្នផលខ្ពស់នៅរដូវក្រោយក្រោយប្រមូលផលដើមទុរេនបានប្រើប្រាស់ថាមពលនិងសារធាតុចិញ្ចឹមអស់ជាច្រើនដូច្នេះការស្ដារដើមនិងការផលិតស្លឹកលើកទី1គឺជាជំហានដ៏សំខាន់បំផុតសូមចងចាំថាស្លឹកគឺជារោងចក្រផលិតអាហាររបស់ដើមទុរេនដូច្នេះយើងមិនចង់បានតែស្លឹកច្រើននោះទេប៉ុន្តែយើងចង់បានស្លឹកវែងស្លឹកធំនិងស្លឹកក្រាស់អាចទទួលពន្លឺថ្ងៃបានច្រើនធ្វើរស្មីសំយោគបានល្អផលិតជាតិស្ករនិងកាបូអ៊ីដ្រាតបានច្រើនហើយស្តុកទុកនៅក្នុងដើមមែកនិងឫសដើម្បីត្រៀមសម្រាប់ការចេញផ្កានិងការចិញ្ចឹមផ្លែនៅរដូវក្រោយដើម្បីឲ្យត្រួយលើកទី1មានគុណភាពល្អ Foreman សូមណែនាំការថែទាំជាពីដំណាក់កាលដំណាក់កាលទី1បាញ់ទាញត្រួយប្រើ Foreman 2144រួមជាមួយ Foreman Aminosivit និង Foreman Super Atonic ការផ្សំរូបមន្តនេះជួយជំរុញឲ្យត្រួយបែកលឿនដុះស្មើគ្នារឹងមាំនិងលូតលាស់បានល្អតាំងពីដំណាក់កាលដំបូងតពីត្រួយលាតស្លឹកសូមបន្តទៅកាន់ដំណាក់កាលទី2ពង្រីកទំហំស្លឹកប្រើ Foreman 20-20-20រួមជាមួយ Foreman Amino Alpha និង Foreman Super ការពារការថែទាំនៅដំណាក់កាលនេះជួយឲ្យស្លឹកវែងស្លឹកធំស្លឹកក្រាស់មានពណ៌បៃតងចាស់បង្កើនប្រសិទ្ធភាពរស្មីសំយោគនិងជួយឲ្យដើមស្តុកអាហារបានកាន់តែច្រើនសូមចងចាំថាត្រួយលើកទី1ល្អស្លឹកមានគុណភាពល្អដើមរឹងមាំផលិតអាហារបានច្រើនអាហារគ្រប់គ្រាន់នាំទៅរកការចេញផ្កាល្អនិងទិន្នផលខ្ពស់តើជ្រើសរើសការថែទាំឲ្យបានត្រឹមត្រូវតាំងពីត្រួយលើកទី1ជាមួយដំណោះស្រាយពី Foreman ដើម្បីជួយឲ្យដើមទុរេនរបស់បងប្អូនមានសុខភាពល្អនិងត្រៀមខ្លួនសម្រាប់រដូវផលដ៏ជោគជ័យ Foreman ដៃគូបច្ចេកទេសរបស់កសិករដើម្បីទិន្នផលខ្ពស់និងគុណភាពល្អ